សុភាសិតខ្មែរនិយាយថាឃ្លាតកាយណាយចិត្តបើសិនជាយើងឃ្លាតឆ្ងាយពីមនុស្សដែលយើងស្រឡាញ់យើងនឹងងាយណាយចិត្តនឹងគ្នាអស់ចិត្តនឹងគ្នាម្ដងបន្តិចម្ដងបន្តិចដោយខ្វះទំនាក់ទំនងខ្វះភាពស្និទ្ធស្នាលជាមួយគ្នាជាពិសេសគូស្វាមីភរិយាដែលគាត់រៀបការហើយគាត់ធ្វើការដាច់ឆ្ងាយពីគ្នាឬក៏រស់នៅឆ្ងាយពីគ្នាងាយនឹងធ្លាក់ទៅក្នុងសេចក្តីល្បួងបើយើងមិនប្រុងប្រយ័ត្នជាពិសេសមនុស្សប្រុសដែលរស់នៅឆ្ងាយពីភរិយាដាច់ខាតមិនត្រូវមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនារីណាម្នាក់ក្រៅពីភរិយារបស់ខ្លួនកុំឲ្យដោយពាក្យខ្មែរនិយាយថាស្នេហ៍មិនឈ្នះស្និទ្ធតាមរយៈភាពស្និទ្ធស្នាលរវាងបុរសនិងនារីធ្វើឲ្យយើងបែកបាក់ក្រុមគ្រួសារនាំឲ្យយើងប្រេះឆាអាពាហ៍ពិពាហ៍ដែលព្រះផ្សំគុំយើងហើយបើសិនជាមាននារីណាដែលមិនមែនជាភរិយារបស់ខ្លួនជាយាមនៅក្បែរស្និទ្ធស្នាលតាក់ទាញជៀសចេញដើរចេញឬក៏រត់ចេញជាឧទាហរណ៍ដូចជាលោកយូសែបនៅពេលដែលគាត់ធ្វើការឲ្យចវាយរបស់គាត់មានរូបរាងសង្ហាហើយនាំឲ្យប្រពន្ធរបស់ចវាយគាត់ចាប់ចិត្តប្រតិព័ទ្ធហើយថ្ងៃមួយប្រពន្ធរបស់គាត់មានបំណងចិត្តចាប់គាត់នៅពេលដែលគាត់ឃើញការទាំងអស់នោះគាត់រត់យ៉ាងលឿនគាត់រត់ពីការអាក្រក់គាត់ជៀសពីការអាក្រក់ព្រោះគាត់ជាមនុស្សដែលមានប្រាជ្ញាមកពីព្រះហើយគាត់ស្គាល់សេចក្តីពិតហើយសេចក្តីពិតបានប្រោសឲ្យគាត់បានរួចហើយការអាក្រក់មកប្រយោជន៍តែនឹងបំផ្លាញក្រុមគ្រួសារយើងហើយនឹងលួចអំណរនៅក្នុងក្រុមគ្រួសារយើងអញ្ចឹងយើងត្រូវតែមានបញ្ញាមកពីព្រះហើយជាគូស្វាមីភរិយាទាំងអស់ព្រះអង្គសពហាតេដូចជាព្រះអង្គមានបន្ទូលនៅអេពីសូតចំពោះ5ខ22ស្ត្រីរាល់គ្នាអើយចូលឲ្យចោះចូលចំពោះប្តីខ្លួនដូចជាចោះចូលនឹងព្រះអង្គម្ចាស់ដែរហើយទូរនីតិរបស់បុរសនៅខ25បុរសរាល់គ្នាអើយចូលស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផងព្រះជាអ្នកដែលផ្សំគុំគូស្វាមីភរិយាអញ្ចឹងហើយប្តីប្រពន្ធត្រូវតែចុះចូលចំពោះគ្នាដោយកោតខ្លាចដល់ព្រះហើយយើងអធិដ្ឋានទាំងអស់គ្នាសូមកុំនាំក្រុមគ្រួសារយើងធ្លាក់ទៅក្នុងសេចក្តីល្បួងឡើយតែសូមប្រោសឲ្យក្រុមគ្រួសារយើងរួចពីសេចក្តីអាក្រក់វិញសូមព្រះប្រទានពរគូស្វាមីភរិយាទាំងអស់ឲ្យស្រឡាញ់គ្នារហូតដល់ព្រះអង្គយាងត្រឡប់មកវិញសូមព្រះអង្គប្រទានពរទាំងអស់គ្នា